bà pin lên hai sầm rạp bục mai bom ô đại ruộng nông nông khai tạc kèo bà sầm rạp khai tạc kèo năm ní cứ miền cà riệp chom sòng càn đọt thum tại một đó nông nông cả bồn trôi năm thay mấy bậc ni chiết khmer ba năm pi pon phải pram ní cứ mình đại miền tây bom ôn chỉ du năm mà hai bà sầm rạp năm ní cứ chỉ nămต่อจ้าđã đại miền cà riệp chom sòng càn đọt thum nông nôngตีรวมkhaiตะแก้วยีรวมคือกรงตะแก้วเต็มรองสำหรับบอมโอนยืงเนี่ยkhaiตะแก้วบ่ามันจำใบตัวเลขนาช่างที่บาดไอ้นวมกรงกูซาหรือว่าโกนเจ้าตัวเลขบ้านนะสำหรับสงกรานต์ในกรงโดนแก้วบ่าหรือกรงตะแก้วบาดโอเคส่วนได้บอมโอนออกนี้จังนี่คือเจียบิดโอบล็อกระบอกขยมบ่าได้ละขยมทอดอมปีสกามาเพียบโจชนำทำไมประเพณีจิตขมายbà nấu nông năm pi pon phải pram đi bà này cứ chỉ tật phiếp bà ca riệp chom sòng càn bà đọt thum mà hệ mía nấu nông krong đồn kéoឬក៏krongតាកែវបាទដែលមិនធ្លាប់មានមកទេពីមុនមកជាច្រើនឆ្នាំហើយការរៀបចំគឺពុំមានការរៀបចំសង្ក្រានធំបែបនេះទេបាទទើបតែអាដាមចង្វាយខេតដែលគាត់ទើបតែមកកាន់មកកំណែងថ្មីបាទទើបតែចាប់ដើមមកកាន់នៅទីរួមខេត្តតាកែវនេះគឺអាដាមបានរៀបចំមហាសង្ក្រាននិយាយរួមមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមុនការរៀបចំបុណ្យសង្ក្រានគឺការរៀបចំបុណ្យទន្លេបាទបន្ទាប់ពីចប់ការបុណ្យទន្លេរួចមកគឺមានការរៀបចំបាទសង្ក្រានដ៏ធំមហិមាបាទនៅក្នុងក្រុងតាកែវតែម្ដងសម្រាប់ពុកម៉ែបងប្អូនឬក៏ប្រិយមិត្តទាំងអស់គ្នាដែលជាពិសេសគឺបងប្អូនយើងដែលរស់នៅក្នុងខេត្តតាកែវណាបាទអាចទៅលេងបានណាសង្ក្រាននៅក្នុងក្រុងតាកែវតែម្ដងបងប្អូនណាមានកម្មវិធី DJ ចាក់បទចម្រៀងបាទការបាញ់ទឹកពពុះសាប៊ូបាទគេហៅថាភូមិត្រជាក់ចិត្តបងប្អូនទេរកភូមិត្រជាក់ចិត្តអត់ឃើញណាភូមិត្រជាក់ចិត្តគឺនៅក្រុងតាកែវនឹងហើយបងប្អូនណាបាទដែលត្រូវបានរៀបចំដោយលោកអាដាមអភិបាលខេត្តតែគាត់មកថ្មីរួមទាំងក្រសួងដែលពាក់ព័ន្ធនឹងសហការីផងដែរបាទយើងឃើញថាការរៀបចំបែបនេះគឺស្អាតមែនទែនបាទគេខុសប្លែកពីឆ្នាំមុនឆ្ងាយមែនទែនបាទដោយសារតែមានការយកចិត្តទុកដាក់និងការស្រឡាញ់បាទហើយធ្វើម៉េចឲ្យទឹកដីខេត្តតាកែវនេះប្លែកបាទហើយនឹងបងប្អូនប្រជាជនយើងដែលមកពីនៅក្នុងខេត្តតាកែវហ្នឹងហើយបណ្ដាមកពីបណ្ដាខេត្តផ្សេងហ្នឹងឲ្យដឹងថាខេត្តតាកែវឆ្នាំនេះគឺពិតជាប្លែកមែនទែនប្លែកខ្លាំងតែម្ដងបាទបើខ្ញុំធ្លាប់ជួបនោះគឺមិនដែលមានទេបាទការរៀបចំសង្ក្រានដ៏ធំបែបនេះបាទគឺធ្លាប់តែឃើញខេត្តផ្សេងបាទដូចជាខេត្តកំពតបាទខេត្តកំពង់ស្ពឺបាទខេត្តកែបអីជាដើមបាទសម្រាប់ឆ្នាំទៅវិញណាប៉ុន្តែសម្រាប់ឆ្នាំនេះគឺតាកែវស៊ីដាច់គេតែម្ដងបាទមិនបាទប្រៀបធៀបជាមួយនឹងខេត្តផ្សេងគឺមិនចាញ់គេទេប្រហែលជាអាចជាប់ចំណាត់ថ្នាក់លេខ1ក៏ថាបានដែរបាទអញ្ចឹងដោយសារតែមានការយកចិត្តទុកដាក់ពីអាដាមបាទអភិបាលខេត្តដែលលោកទើបតែមកកាន់តំណែងថ្មីបាទហើយឃើញថាគឺដោយសារតែលោកធ្វើនេះគឺធ្វើដោយទឹកចិត្តនៃការស្រឡាញ់ចេញពីបេះដូងតែម្ដងបាទធ្វើយ៉ាងណាធ្វើម៉េចឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទមានការចាប់អារម្មណ៍បាទមកទស្សនានៅខេត្តតាកែវនេះបានច្រើនបាទអញ្ចឹងនេះគឺតាកែវភូមិកំណត់ខ្ញុំបាទដែលមានដាក់រៀបចំជាសង្ក្រានបាទហើយសូមស្វាគមន៍ប្រពៃណីជាតិខ្មែរបាទគឺរៀបចំឲ្យទ្រង់ទ្រាយធំមែនទែនបាទនៅវីដេអូខាងមុខទៀតបងប្អូននឹងបានឃើញអត្តតភាពបាទការតាំងពិព័រណ៍ឬក៏ធ្វើជារូបប្រាសាទណាពីព្រោះថាតាកែវយើងគឺសម្បូរប្រាសាទដែរបាទប្រាសាទដូចជាប្រាសាទតាព្រំប្រាសាទនៅលើភ្នំយីសូបាទប្រាសាទដែលខ្ពស់ជាងគេហ្នឹងគឺបាទគេហៅថាប្រាសាទបាយ័នកោបាទរួមទាំងប្រាសាទភ្នំដាបាទអញ្ចឹងក៏មានធ្វើរូបសំណាកបាទដើម្បីដាក់តាំងមកដែរបាទដែលរូបនេះគឺជារូបដែលធ្វើឡើងពីស្នោប៉ុន្តែហើយនឹងមានដាក់បាយក្រៀមថ្មបាយក្រៀមធ្វើជារបងបាទគឺរួមគឺដូចពិតតែម្ដងបាទខ្ញុំនិយាយមិនអួតទេបាទហើយក៏សូមតតើបាទដល់សហការីនិងក្រុមការងារក៏ដូចជាក្រសួងដែលពាក់ព័ន្ធដែលមានការខិតខំប្រឹងប្រែងយ៉ាងដុតដៃដុតជើងបាទគឺមមាញឹកខ្លាំងមែនទែនបើខ្ញុំបានទៅថតវីដេអូហ្នឹងគឺមមាញឹកខ្លាំងណាស់បាទគឺធ្វើម៉េចឲ្យរួចរាល់សម្រាប់ត្រឹមថ្ងៃទី13បាទគឺត្រូវថ្ងៃអាទិត្យបាទមុនចូលឆ្នាំខ្មែរតែម្ដងបាទអ
ចឹងការរៀបចំសង្ក្រាននេះគឺរៀបចំដោយខ្នាតធំតែម្ដងបាទបើខ្ញុំសង្កេតមើលទៅគឺមិនដែលមានទេពីមុនមកបាទគឺខ្នាតធំណាស់បាទអូខេអញ្ចឹងមានដាក់ភូមិត្រជាក់ចិត្តបាទអញ្ចឹងភូមិត្រជាក់ចិត្តហ្នឹងគឺនៅក្នុងទឹកដីខេត្តតាកែវហ្នឹងបងប្អូនតិចរកភូមិត្រជាក់ចិត្តអត់ឃើញណាបាទខ្ញុំកាលមុនឆ្ងល់ដែរអត់ដឹងថានៅតាណាទេបាទដល់ពេលបានទៅម្សិលមិញហ្នឹងឃើញហើយភូមិត្រជាក់ចិត្តគឺនៅខេត្តតាកែវហ្នឹងឯងបាទអញ្ចឹងនេះបងប្អូនប្រទេសគោណាបាទដែលវប្បធម៌ដូនតាបុរាណយើងហ្នឹងគឺបានបន្សល់ទុកឲ្យហើយដូនតាយើងក៏ចេះធ្វើដែរណារទេះគោបាទរទេះសលៃបាទអញ្ចឹងនេះគឺជារូបប្រាសាទបាទដែលបានរៀបចំឡើងដោយក្រុមការងារនិងសហការីខេត្តបាទដែលធ្វើរូបប្រាសាទនេះឡើងបាទដើម្បីឲ្យធ្វើយ៉ាងណាឲ្យបុណ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគឺដើម្បីធ្វើយ៉ាងណាញ៉ាំងឲ្យបាទធ្វើមិនឲ្យប្លែកបាទដើម្បីតាក់ទាញទេសចរបាទនេះគឺប្រាសាទបាទមានភ្លឹងព្រះឥសូរផងដែរបាទអូខេអញ្ចឹងប្លែកណាស់បងប្អូនណាកន្លែងនេះគឺខ្ញុំសរសើរទឹកដៃបាទដែលគាត់អ្នកបាន design ហ្នឹងហើយគាត់បាននេះគាត់នេះគឺគាត់អ្នករៀបចំណាបាទរៀបចំយ៉ាងដុតដៃដុតជើងមែនទែនហើយវីដេអូនេះគឺខ្ញុំថតពីថ្ងៃទី12បាទថ្ងៃ12ត្រូវថ្ងៃសៅរ៍បាទខែមេសាឆ្នាំ2025បាទអញ្ចឹងធ្វើម៉េចឲ្យរួចថ្ងៃទី13បាទមុនចូលឆ្នាំខ្មែរមកដល់បាទចូលឆ្នាំខ្មែរគឺថ្ងៃ14 15និង16បាទអញ្ចឹងគឺបាទអញ្ចឹងនេះគឺជារូបប្រាសាទហើយនៅខាងហ្នឹងគឺការតាំងគេហៅថាតាំងសង្ក្រានណាបងប្អូនអញ្ចឹងសង្ក្រានខេត្តតាកែវឆ្នាំនេះគឺប្លែកណាស់ហើយពួកខ្ញុំទៅមើលគឺខ្ញុំមានអារម្មណ៍ថាប្លែកមែនទែនបាទប្លែកខុសពីធម្មតាតែម្ដងបាទប្រហែលឆ្នាំហើយដែលมันមានគេហៅថាការធ្វើសង្ក្រានដ៏ធំប្លែកនេះទេបាទទើបតែឆ្នាំនេះគឺប្លែកមែនទែនបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងមិត្តទូទាំងជនទាំងអស់គ្នាទាំងក្រៅប្រទេសក្តីក្នុងប្រទេសក្តីបាទខេត្តក្រៅពីខេត្តតាកែវក្តីបាទអាចមកលេងបានណាបាទមកលេងសង្ក្រាននៅខេត្តតាកែវបានណាសាកលបងម្ដងមើលបាទថាតើសង្ក្រាននៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះតើខេត្តតាកែវមានអ្វីប្លែកខ្លះបងប្អូនណាមកមើលបាទមករំបាទយើងមានការបាញ់ទឹកបាទយើងមានការតាំងពិព័រណ៍ផលិតផលផ្សេងបាទក៏ដូចជាការបង្កើតបាទការងារឲ្យប្រជាពលរដ្ឋធ្វើហើយនឹងមានចំណូលផងដែរបាទនេះគឺទស្សនភាពឯកឧត្តមអភិបាលខេត្តបាទលោកបានដើរមើលតកតទៅនឹងការងារមួយចំនួនបាទដែលសហក្រុមការងារនិងសហការីក៏ដូចក្រសួងពាក់ព័ន្ធបានខិតខំធ្វើយ៉ាងដុតដៃដុតជើងបាទហើយបើយើងមើលទៅឯកឧត្តមសាមញ្ញមែនទែនបាទគឺអត់មាននេះទេគឺសាមញ្ញហើយគូចូលចិត្តនិយាយថាការធ្វើហ្នឹងគឺយកបេះដូងយកទឹកចិត្តមកធ្វើណាបាទអញ្ចឹងកាលណាយកទឹកយកបេះដូងយកទឹកចិត្តមកធ្វើគឺបានល្អហើយបាទគឺគេហៅថាការស្រឡាញ់ណាបាទអញ្ចឹងអូខេអញ្ចឹងកន្លងមកយើងដឹងហើយការពីគាត់កាន់តំណែងនៅកំពង់ស្ពឺបាទកំពង់ស្ពឺក៏បាទមានការកក្រើកហើយសប្បាយមែនទែនសម្រាប់សង្ក្រានពេលចូលឆ្នាំឥឡូវនេះគឺគាត់មកតាកែវគឺគាត់មិនធ្វើឲ្យក្រុងតាកែវឬក៏អ្នកតាកែវខកចិត្តទេបាទគឺគាត់ឲ្យល្បីហើយខ្លាំងដូចនៅកំពង់ស្ពឺអញ្ចឹងបាទអាចនឹងខ្លះថាអាចនឹងល្អជាងក៏ថាបានដែរបាទនេះក៏សារតែរូបគាត់ក៏ដូចជាមានក្រុមសហការីនិងក្រុមការងារក៏ដូចជាក្រសួងដែលពាក់ព័ន្ធស្ថាប័នផ្សេងរួមទាំងប្រជាពលរដ្ឋយើងផងដែរបាទអូខេអញ្ចឹងនេះកន្លែងគឺជាការកន្លែងបាញ់ពពុះសាប៊ូហើយសម្រាប់ថ្ងៃចូលឆ្នាំគឺនឹងមានពិធីដាក់ឡានទឹកបាញ់តែម្ដងបាទបាញ់ទឹកតែម្ដងហើយរំច្រៀងបាទហើយមានចាក់មាន DJ យើងទៀតបាទមាន DJ យើងសម្រាប់ចាក់ភ្លេង remix បាទរំលេងបាទគាត់ថាឲ្យសប្បាយចិត្តម្ដងមើលតែកែវឆ្នាំនេះកុំឲ្យអន់មើលទៅចាញ់ខេត្តផ្សេងទេបាទអូខេចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្ណេះទេហើយជាចុងក្រោយខ្ញុំសូមជូនគ្រប់ជូនពរទៅដល់ប្រិយមិត្តនិងមិត្តទូទាំងជនបាទទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសូមឲ្យជួបតែសុវត្ថិភាពគ្រប់គ្នាមានសុខភាពល្អនិងមានសំណាងល្អកុំភ្លេចចូលរួមគ្រប់បែបចរាចរណ៍ទាំងអស់គ្នាណាបងប្អូនកុំឲ្យមានបញ្ហាបាទព្រោះតែយើងដើម្បីសុវត្ថិភាពរបស់គ្នាយើងមកចូលរួមបុណ្យចូលឆ្នាំខ្មែរជួបជុំគ្រួសារបាទហើយនៅពេលដែលយើងចាក់ចេញពីគ្រួសារយើងទៅបំពេញការងារវិញថ្មីឲ្យមានសុវត្ថិភាពដើម្បីបំពេញការងាររកលុយរកកាក់ចិញ្ចឹមគ្រួសារបន្តទៀតបាទសូមអរគុណសូមគោរពលាបាទជួបគ្នាវីដេអូក្រោយបាទ